សួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់រឿងថ្មីទៀតឯងដែលមានសម្រាប់ចំណងជើងថាស្ដេចនៃឋានសួគ៌ចំពោះរឿងនេះវិញគឺលេខនៅសម័យបុរាណមានសម្រាប់ចិត្តធ្វើរឿងនឹងដើម្បីឲ្យប្លែកដូចគ្នាយើងដឹងអញ្ចឹង3រឿងដែលមានធ្វើមុនលក្ខណៈបែបផ្សេងប៉ុន្តែរឿងនេះក៏លក្ខណៈបែបផ្សេងដែរដែលរួមទៅរឿងនឹងគឺពិតជាល្អមើលតែម្ដងអញ្ចឹងក៏មកខាតពេលយូរទៅទស្សនានៃភាគទី1យើងទាំងអស់គ្នានៅក្នុងភាគនេះត្រូវបានចាប់ផ្ដើមឡើងនៅក្នុងផ្ទះរបស់ឯកជនម្នាក់ទូប្រុសក៏បាននិយាយទៅកាន់ម្ចាស់ផ្ទះដូចដលងបានដឹងអញ្ចឹងតែខ្ញុំគឺជាឃាតករឈ្មោះលីឈិនដលាយនេះគឺជាបេសកកម្មលើកទី20000ឯកជនម្នាក់នឹងហើយតែអញ្ចឹងហើយនឹងក៏ពិតជាមានការផិតភ័យតែម្ដងសូមឲ្យលីឈិនដោះលែងជីវិតគេនិងបង់ប្រាក់ឲ្យលើសពីដងដែលគេបានជួលមកប៉ុន្តែលីឈិនក៏បានតបទៅកាន់គេវិញថាលុយកាក់កន្លែងសំខាន់នៃកំឡុងពេលនេះព្រោះឲ្យថាគេមិនចង់ឲ្យភាពជោគជ័យរបស់គេ100%ត្រូវបានអាសាបង់ឡើយបន្ទាប់មកគាត់ក៏បានបាញ់មួយគ្រាប់ផ្ដាច់ជីវិតឯកជនម្នាក់នឹងបន្ទាប់មកក៏បានទៅបើកទូឃើញជាមួយត្បូងអ្វីមួយយ៉ាងចាញ់ចាំងពេញនឹងតែម្ដងហើយនេះគឺជាអ្វីដែលគាត់ចង់រកយកដៃទៅប៉ះវាប៉ុន្តែក៏បានដឹងថាគឺនៅមានអន្ទាក់ទៀតដូច្នេះគ្រាប់បែកនឹងក្រោយក៏បានផ្ទុះហើយគាត់ក៏បានបាត់បង់ជីវិតទៅប៉ុន្តែមិនចឹងឡើយសារីយើងក៏បានកាត់ទៅដល់សម័យបុរាណយើងក៏បានឃើញជាមួយនឹងលីឈិនកំពុងតែដេកហើយនឹងមានមនុស្ស2នាក់កំពុងតែជីកដីម្នាក់ក្នុងចំណោមពួកគេក៏បាននិយាយថាពួកយើងក៏បានធ្វើបែបនេះចំពោះអ្នកប្រុសលីតែមិនខ្លាចថាមានបញ្ហាទេមែនប៉ុន្តែម្នាក់ទៀតក៏បានតបថាយើងធ្វើអ្វីៗក៏ដោយដើម្បីលុយហើយនេះគឺជាកិច្ចសន្យាផងដែរបើសិនជាឯងខ្លាចខ្មោចឯងក៏អាចចាក់ចេញពីទីហ្នឹងបានប៉ុន្តែម្នាក់ហ្នឹងក៏បានតបថានរណាទៅខ្លាចទៅប៉ុន្តែយ៉ាងណាក្តីពួកគេធ្វើបែបនេះគឺជាអំពើឃាតកម្មក៏ស្របពេលនឹងលីឈិនគាត់ក៏បានដឹងខ្លួនឡើងវិញទាំងមានការផិតភ័យដឹងថាខ្លួននៅពេលនេះគឺមិនកើតអីឡើយក៏ស្រាប់តែពេលហ្នឹងមានអារម្មណ៍ថាជាក្បាលហើយវាដូចជាការចង់ចាស់របស់មនុស្សចម្លែកតែអាចទៅរួចដែរតែគាត់បានឆ្លងភពឲ្យចូលទៅក្នុងខ្លួនប្រាណមនុស្សម្នាក់នេះនឹងបានចងចាំថានេះគឺជាទ្វីបនៃការហ្វឹកហាត់ក្បាច់គុនអ្នកខ្លាំងឈរលើភ្នំដូចជាស្ដេចចំណែកអ្នកតន់សោត្រូវបានគេធ្វើបាបសមត្ថភាពគឺជាអ្នកកំណត់ជោគវាសនានៃអ្នកហាត់ក្បាច់គុនរីឯសេចក្តីលំបាករបស់មនុស្សម្នាក់នេះដែលខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមកភាពមិនសិទ្ធស្ថេរនៃខ្សែឈាមនៅពេលនេះក៏បានភ្ញាក់ដឹងខ្លួនឡើងវិញហើយក៏បានកើនឡើងនូវធម៌ពលកម្រិតនៃការដាំដុះក៏បានកើនឡើងប្រហែលជានេះគឺជាអាណាចក្ររឿងប្រេងនិទាននៃពួកបរិសុទ្ធទេម្ចាស់ដើមនៃរូបកាយនេះគឺជាបកលដែលមានទេពកោសល្យមធ្យមប៉ុន្តែត្រូវបានគ្រួសាររបស់គាត់លួចធ្វើឃាតដោយមិនដឹងអំពីមូលហេតុបន្ទាប់ពីចងចាំរឿងរ៉ាវគ្រប់យ៉ាងរបស់លីឈិនមួយទៀតហើយលីឈិនគាត់ក៏បានដើរសួរទៅកាន់ពីអ្នកតើណាគេគឺជាអ្នកបញ្ជាពួកឯងមកពួកគេទាំងពីរឃើញលីឈិននៅរកបែបនេះហើយក៏ពិតជាមានការផ្ចាប៉ាវតែម្ដងទៅលោកមិនតន់ស្លាប់ទេមែនប៉ុន្តែក៏មិនគិតច្រើនដែរបើសិនជាមិនតន់ស្លាប់ទៅហើយអញ្ចឹងខ្ញុំក៏នឹងបង្ហើយម្នាក់នេះបានលោតចូលទៅប៉ុន្តែត្រូវបានលីឈិនដាក់ម្ដាយបណ្ដាគេខ្ទាតឡើងចង់80ម៉ែត្រភ្លេចខ្លួនបន្តិចក៏ត្រូវបានខ្សែតៃពោះរន្ទះរបស់ម្នាក់នេះបណ្ដាលីឈិននៅពេលនេះគេមានអារម្មណ៍ថាឈឺចាប់យ៉ាងខ្លាំងនិងបានលើកដល់ទៅកាន់គាត់ចាំមើលតែអាចរស់បានយូរប៉ុណ្ណាទៀតដូច្នេះលីឈិននៅពេលនឹងគាត់ក៏បានបញ្ចេញនូវធម៌ពលចេញមកយ៉ាងសម្បើមម្នាក់នេះចង់វាខ្សែតៃទៅវេប្រហារបន្ថែមប៉ុន្តែត្រូវបានលីឈិនហត់ទៅដាក់ម្ដាយចំកណ្ដាលមកកាប់មកកលាប់តាពេញនឹងបន្ទាប់មកក៏ហាក់បីដូចជាមានការផិតភ័យចំពោះវត្តមានលីឈិនឆ្ងល់មែនតែគេអាចខ្លាំងបានដោយរបៀបណាដល់អញ្ចឹងអ្នកទាំងពីរគឺមិនអាចនៅទៀតទេគេមានតែដាក់មេប្រូយទៅតែប៉ុណ្ណោះនឹងបន្តពិចារណាទៅលើពួកគេទាំងពីរហើយលីឈិនក៏ហាក់បីដូចជាមានអារម្មណ៍ថាកំដៅដៃរបស់គាត់នៅពេលនេះកំពុងពេញទៅដោយធម៌ពលបន្តមកស្លាប់ស្ដោហើយសាររៀងនៅពេលនេះក៏បានកាត់ទៅដល់គ្រួសារលីឈិនក៏បានដឹងខ្លួនឡើងវិញហើយនឹងបានឃើញម៉ាក់គាត់នៅពេលនេះក៏ពិតជាប្រួយបារម្ភទៅលើកូនប្រុសតើគាត់ឲ្យបាននិយាយទាំងទឹកភ្នែកថាឲ្យបានស្លាប់អស់រយៈពេល3ថ្ងៃម៉ាក់ក៏ពិតជាបារម្ភទៅលើឯងមែនតែលីឈិនក៏បានគិតក្នុងចិត្តថាតើនេះគឺជាម៉ាក់របស់គាត់មែនដូច្នេះគាត់ក៏បានសួរទៅកាន់ម៉ាក់របស់គាត់តែមើលអ្វីកើតឡើងចំពោះគាត់ហើយអ្វីបានជាគាត់ស្លាប់យូរម្ល៉េះអញ្ចឹងម៉ាក់របស់គាត់ក៏បានប្រាប់ថានៅពេលនោះម៉ាក់បានរកឃើញឲ្យនៅក្រោយភ្នំមួយរាងកាយរបស់ឯងពោពេញទៅដោយជាតិពឹសប្រហែលជាពួកគេគឺជាអ្នកធ្វើឯងនៅពេលនេះពួកយើងគេមិនអាចអត់ទ្រាំបានទៀតទេមិនថាលះបង់តម្លៃអ្វីក៏ដោយម៉ាក់ក៏នឹងការពីឯងមានសុវត្ថិភាពដោយកំឡុងពេលហ្នឹងយើងក៏បានឃើញជាមួយនឹងកូនចៅពីរអ្នកគ្រួសារលីបានធាក់ទម្លុះទ្វារចូលមកក៏ដូចជាបានប្រាប់ទៅកាន់អ្នកស្រីមូហ៊ានលួចយកថ្នាំរបស់គ្រួសារដែលគ្មានការអនុញ្ញាតដូច្នេះក៏ត្រូវទៅបំភ្លឺម្ដាយរបស់លីឈិនក៏បានយកព្រមទៅជាមួយនឹងពួកគេលីឈិនក៏បានចាប់ដៃរបស់ម៉ាក់ហើយបានសួរថាតើធ្វើដើម្បីគេមែនប៉ុន្តែម៉ាក់គាត់ក៏បានតទៅកាន់គាត់វិញថាឈិនរបស់ឯងគឺមិនតន់ជាសះស្បើយទេដូច្នេះសម្រាប់បន្តទៀតទៅនឹងកុំបារម្ភឲ្យម៉ាក់ក៏នឹងត្រឡប់មកវិញលុះយប់ឡើងលីឈិនក៏ហាក់បីដូចជាបានដឹងអ្វីមួយដូច្នេះគាត់ក៏បានទៅពួនក្រោយបង្អួបក៏មានឃាតករម្នាក់បានចូលមកហើយនឹងបាននិយាយថាលើកមុនឯងគឺពិតជាសំណាងណាស់ប៉ុន្តែលើកនេះកន្លែងសំណាងទៀតដែលថ្នាំក្របថ្មឆ្អឹងខ្មៅនេះបើសិនចាញ់បានលែបចូលទៅទោះបីជាមនុស្សដំណាក់កាលអមតៈក៏មិនអាចជួយឯងបានដែរនិយាយអញ្ចឹងក៏ស្រាប់តែបានលើសូរសំឡេងលីឈិនបានហៅពីក្រោយឯងរហណាគេនឹងបានលុបទៅជាបាច់ក៏ប៉ែនឹងលើកឡើងលើប៉ែក៏ពិតជាឆ្ងល់មែនតែរយៈពេលខ្លីហើយអ្វីបានជាគេមានការរីកចម្រើនលឿនម្ល៉េះលីឈិនក៏បានសួរចម្លើយប៉ែតើណាគេគឺជាអ្នកបញ្ជូនឯងមកដល់ប៉ែនឹងដើមឡើយគឺមិនឆ្លើយទេប៉ុន្តែត្រូវបានលីឈិនជាបាច់ក៏ចង់ងាប់ចង់រងថែមទាំងចង់យកថ្នាំពោឆ្អឹងខ្មៅបញ្ចប់ទៅលើប៉ែនឹងទៀតដូចអញ្ចឹងប៉ែក៏ពិតជាមានការផាត់ភ័យឲ្យប្រាប់ថាគឺជាលីសួងលុះជង្គង់នៅចំពីមុខលីឈិនឲ្យបានប្រាប់ថាលីសួងបាននិយាយថាសម្រាប់អាសាសននៅផ្ទះធំរបស់គ្រួសារលីឡើយខណៈពេលនឹងម្ដាយរបស់គាត់ក៏បានមកហើយក៏បានវេម្នាក់នេះឡើងខ្ទៀតនឹងបានសួរទៅកាន់កូនប្រុសតែមិនកើតអីទេមែនដូច្នេះលីឈិនគាត់បានប្រាប់ទៅកាន់ម៉ែរបស់គាត់ថាអ្នកដែលបានធ្វើគឺជាលីសួងអញ្ចឹងម៉ែរបស់គាត់ក៏បានរៀបរាប់អំពីលីសួងឲ្យទៅកាន់លីឈិនបានដឹងដ
ដែលលីឈ្វាន់ត្រូវបានគេស្គាល់ថាគឺជាក្មេងជំនាន់ដំបូងដែលបានទម្លាក់ទៅដល់ជំហានទី9នៃការហ្វឹកហាត់ខ្យល់ដង្ហើមមិនត្រឹមតែប៉ុណ្ណឹងនោះទេគេបានធ្វើបាបកូនតាំងពីក្មេងមកម្ល៉េះនៅពេលនេះថែមទាំងចង់សម្លាប់កូនថែមទៀតនៅពេលនេះម្ដាយក៏នឹងទៅសងសឹកបានលើអញ្ចឹងលីឈិនខ្លាចថាម៉ាក់របស់គាត់គេមានគ្រោះថ្នាក់ដូច្នេះគឺបានប្រាប់ទៅកាន់គាត់ថារឿងក្មេងជំនាន់ក្រោយទៅក្មេងជំនាន់ក្រោយគឺជាអ្នកចាត់ការប៉ុន្តែម៉ាក់របស់គាត់ហាក់បីដូចជានៅមានការប្រួយបារម្ភលីឈិនបានប្រាប់ទៅកាន់ម៉ាក់របស់គាត់ថាកុំឲ្យបារម្ភអីគាត់ក៏នឹងធ្វើវាឲ្យបានហើយបន្ទាប់មកគាត់ក៏បានយកចំណងមួយចងទៅលើឃាតករដែលបានមកធ្វើឃាតគាត់ហើយបានប្រាប់ទៅកាន់ម៉ាក់របស់គាត់ថាឲ្យម៉ាក់រកកន្លែងលាក់ខ្លួនមួយរយៈសិនទៅចាំមានផែនការមួយចំនួនរៀបចំទុកជាស្រេចទេហើយក៏មិនតាន់ដឹងទេភាគទី1ក៏ត្រូវឲ្យបញ្ចប់ត្រឹមតែប៉ុណ្ណឹងនោះទេបាទជួបនៅវីដេអូក្រោយ